បាទសូមគោរពជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទនៅខណៈពេលវេលានេះដែរខ្ញុំបាទសូមជម្រាបជូននូវព័ត៌មានមួយដែលមានចំណងជើងថានេនទោសីហាពេលនេះអាពាហ៍ហើយដោយព្រះអង្គគ្រូចៅអធិការវត្តបានចែករំលែករូបភាពចំនួន3សន្លឹកនៅលើបណ្ដាញសង្គមបន្ទាប់ពីមានការចែករំលែកនេះហើយក៏មានការចូលរួមខមមិនបញ្ចេញមតិយោបល់ពីសំណាក់ពុកម៉ែបងប្អូនអ្នកគាំទ្រស្រឡាញ់អាណិតព្រះអង្គទោយផងដែរដែលនៅក្នុងនោះក៏មានការចាប់អារម្មណ៍ពីការចូលរួមបញ្ចេញមតិយោបល់របស់ញោមស្រីធររបស់នេនទោសីហាដែលសពថ្ងៃគឺបងស្រីរស់នៅសហរដ្ឋអាមេរិកផងដែរកាលពីថ្ងៃច័ន្ទ7កើតខែអាសត់ឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025ម្សិលមិញនេះព្រះអង្គគ្រូចៅអធិការវត្តវង្គតបុរីហៅវត្តព្រៃថ្មីបានចែករំលែកនូវរូបភាពចំនួន3សន្លឹកដែលបង្ហាញពីនេនទោសីហាដែលកំពុងតែពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យអមជាមួយនឹងអត្ថន័យសារយ៉ាងដូចនេះថាចូលពេទ្យបែបសប្បាយៗព្រោះមិនទាន់ដល់វគ្គកំសត់ក្រោយពីញាតិញោមពុទ្ធបរិស័ទបានឃើញការចែករំលែករូបភាពចំនួន3សន្លឹកនៅលើបណ្ដាញសង្គម Facebook ផ្ទាល់របស់ព្រះអង្គរួចហើយមានញាតិញោមពុទ្ធបរិស័ទជាច្រើនមានការចាប់អារម្មណ៍និងបានចូលរួមបញ្ចេញមតិយោបល់ជាច្រើនដោយពួកគាត់បានសម្ដែងនូវការព្រួយបារម្ភនិងបានជូនពរឲ្យព្រះអង្គទោសីហាឆាប់ជាសះស្បើយផងដែរជាមួយគ្នានោះបងស្រីខួនរៈដែលគេស្គាល់ថាជាញោមស្រីធម៌របស់នេនទោសីហាក៏បានចូលរួមបញ្ចេញមតិយោបល់នៅខាងក្រោមរូបភាពនោះផងដែរដោយបងស្រីបានខមមិនជាភាសាអង់គ្លេសថា Get well soon លោកកូនដែលមានអត្ថន័យជាភាសាខ្មែរថាសូមឲ្យឆាប់ជាសះស្បើយលោកកូនក្រៅពីនោះក៏មានញាតិញោមក៏បានសួរផងដែរថាតើលោកកូនឈ្មោះអ្វីព្រះអង្គគ្រូចៅអធិការវត្តក៏បានឆ្លើយតបខមមិនវិញថាលោកកូនគឺពិនិត្យសុខភាពញោមបើចំណែកព័ត៌មានមួយទៀតគឺមានចំណងជើងថាបើពលរដ្ឋស្រឡាញ់ជាតិស្មោះគឺត្រូវតែលះបង់ដោយផ្ដើមចេញពីការអភិវឌ្ឍខ្លួនឯងសម្រាប់ពួកយើងដែលស្រឡាញ់ជាតិដំបូងបំផុតត្រូវតែអភិវឌ្ឍខ្លួនឯងទៅតាមទេពកោសល្យនិងការងារដែលខ្លួនធ្វើដោយទទួលខុសត្រូវនិងភាពជាពលរដ្ឋរបស់ខ្លួនក្នុងនាមជាជនជាតិកម្ពុជាជាពិសេសគឺត្រូវតែធ្វើជាពលរដ្ឋល្អមានប្រយោជន៍ដើម្បីជាតិនិងស្មោះត្រង់ចំពោះជាតិដោយមិនឆ្លៀតឱកាសកេងចំណេញឬគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនខណៈចលនាជាតិនិយមកំពុងកើតឡើងនោះទេសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេនយៀតមានព្រះសង្ឃដីកាបែបនេះក្នុងការពិភាក្សាលើប្រធានបទខ្មែរធ្វើបានក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនារសៀលថ្ងៃទី28ខែកញ្ញាឆ្នាំ2025កន្លងទៅនេះបើតាមសម្ដេចសូម្បីតែពលរដ្ឋមិនចោលសម្រាមនៅតាមទីសាធារណៈក៏មានឈ្មោះជាជាតិនិយមដែរក៏ព្រោះតែពួកគេស្រឡាញ់ជាតិស្រឡាញ់ភាពស្អាតស្អំនៃទីក្រុងពាក្យជាតិនិយមនេះគឺគិតចាប់តាំងពីចំណុចនេះរហូតដល់វរៈកងទ័ពយោធាកម្ពុជាយើងកំពុងតែយកជីវិតទៅពាំងគ្រាប់ដើម្បីការពារប្រទេសជាតិទាំងមូលសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេនយៀតបានសង្កត់ធ្ងន់យ៉ាងដូចនេះថាជាតិនិយមនៃចំណុចចាប់ផ្ដើមសម្រាប់ប្រជាពលរដ្ឋរបស់យើងគឺត្រូវព្យាយាមទទួលខុសត្រូវនៅភាពជាភាវៈជាពលរដ្ឋរបស់ខ្លួនក្នុងប្រទេសកម្ពុជាដោយប្រទេសមួយខ្លាំងទាល់តែពលរដ្ឋមានចំណេះដឹង